ប្រទេសចិនកាលពីថ្ងៃច័ន្ទបានផ្ដល់សម្ភារៈនិងឧបករណ៍ជំនួយដល់ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬ online scams ដល់កម្ពុជាដើម្បីបង្កើននូវប្រសិទ្ធភាពប្រឆាំងការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជាការផ្ដល់ជំនួយបន្ទាប់ពីប្រទេសចិនបានកត់សម្គាល់អំពីជោគជ័យរបស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសដ៏ចម្រូងចម្រាសនេះបើតាមការកត់សម្គាល់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោកវ៉ាងវិនប៊ិនឯកឧត្តមឆៃស៊ីណារិតប្រធានលេខាធិការដ្ឋានគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបបានលើកឡើងចំពោះមុខឯកអគ្គរដ្ឋទូតចិននៅក្នុងពិធីទទួលជំនួយថាសម្ភារៈទាំងនេះនឹងក្លាយទៅជាឧបករណ៍សម្រាប់មន្ត្រីអនុវត្តច្បាប់ប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការបង្ក្រាបការឆបោកតាមអ៊ីនធឺណិតឲ្យកាន់តែមានប្រសិទ្ធភាពឯកឧត្តមមានប្រសាសន៍ថាកម្ពុជានិងចិនគឺជាដៃគូយ៉ាងជិតស្និទ្ធនៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មផ្សេងៗជាពិសេសការឆបោកតាមអ៊ីនធឺណិតដែលសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់លោកវ៉ាងវិនប៊ិនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថាប្រទេសចិនកោតសរសើរកម្ពុជាចំពោះលទ្ធផលគួរឲ្យកត់សម្គាល់របស់ខ្លួនក្នុងការបង្ក្រាបការឆបោកតាមអ៊ីនធឺណិតនៅក្នុងរយៈពេលប្រមាណខែថ្មីៗនេះលោកបានបញ្ជាក់ថាចិនមានឆន្ទៈបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជាក្នុងការស៊ើបអង្កេតរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែនឲ្យអស់ពីកម្ពុជាដើម្បីការពារសុវត្ថិភាពប្រជាជននិងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងទំព័រ Facebook ផ្លូវការលោកឯកអគ្គរដ្ឋទូតវ៉ាងវិនប៊ិនបានគូបញ្ជាក់ថាលោកវិតម្លៃខ្ពស់ចំពោះវិធានការដ៏មានប្រសិទ្ធភាពនិងសមិទ្ធផលវិជ្ជមានដែលភាគីកម្ពុជាសម្រេចបាននៅក្នុងការបង្ក្រាបបទល្មើសដែលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយការផ្ដល់ជំនួយសម្ភារៈនគរបាលដល់កម្ពុជាលើកនេះគឺជាវិធានការជាក់ស្ដែងមួយទៀតនៅក្នុងការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិនស៊ីជីនពីងនៅប្រទេសកម្ពុជានិងនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នារវាងចិនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារដ្ឋាភិបាលកម្ពុជាបញ្ញាលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតឲ្យអស់ចេញពីប្រទេសនៅត្រឹមខែមេសាឆ្នាំនេះសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបញ្ជូនទៅកាន់រដ្ឋសភាជាតិដើម្បីពិភាក្សានិងអនុម័តច្បាប់នេះមានចែងអំពីការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរដោយកំណត់ទោសជាប់ពន្ធនាគារពី5ឆ្នាំដល់30ឆ្នាំឬក៏ទោសអស់មួយជីវិតនិងពិន័យជាប្រាក់ចាប់ពី$125,000ដល់$50,000